ប្រមុខសេតវិមានលោក Donald Trump កំពុងតាមរកមុខនរណាដែលទម្លាយព័ត៌មានថាសហរដ្ឋអាមេរិកអស់អាវុធប្រយុទ្ធជាមួយអ៊ីរ៉ង់ហើយនឹងនាំអ្នកនោះមកដាក់គុកតែម្ដងក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃប្រហោះទី6 ខែសីហាឆ្នាំ2026លោក Trump ប្រមានថាក្រុមទម្លាយព័ត៌មាននៃសេចក្តីថ្លែងការណ៍ក្បត់ជាតិទាំងនេះកំពុងត្រូវបានតាមប្រមាញ់ហើយដើម្បីយកមកដាក់គុកឲ្យបានយូរបន្តិចស្របពេលជាមួយគ្នានោះដែរប្រមុខរដ្ឋាភិបាលទីក្រុង Washington អះអាងថាអាមេរិកអត់មានខ្វះគ្រាប់រំសេវអីទេអាវុធចាំតែផលិតនិងដឹកយកមកប៉ុណ្ណោះឲ្យទៅពេលណាត្រូវការអាមេរិកមានអាវុធមហាសាលហើយសុទ្ធតែខ្លាំងៗប្រតិកម្មរបស់លោក Trump គឺឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់ The Washington Post ដែលលើកឡើងថាដោយសារតែខ្វះខាតអាវុធនេះហើយទើបធ្វើឲ្យលោក Trump សម្រេចចិត្តផ្អាកបើកការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀតទៅលើអ៊ីរ៉ង់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះអ្វីដែលកាន់តែលំបាកនោះគឺការផលិតមីស៊ីល Patriot ដែលអាចចំណាយពេលរហូតដល់ទៅ2ឆ្នាំឯណោះទោះបីជាមានកិច្ចព្រមព្រៀងពន្លឿនការផលិតថ្មីៗក៏ដោយមិនត្រឹមប៉ុណ្ណឹងបើយោងតាមប្រភពដដែលលោក Trump ក៏បានស្ដីបន្ទោសរដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ដែររឿងខ្វះគ្រាប់រំសេវនេះត្បិតសេតវិមានចេញមុខបដិសេធរួចហើយក៏ដោយជុំវិញរឿងនេះអ្នកនាំពាក្យសេតវិមានលោកស្រី Caroline Leavitt បានហៅរបាយការណ៍នេះថាជាព័ត៌មានคล้ายៗ 100% ហើយបញ្ជាក់យ៉ាងច្បាស់ថាលោកប្រធានាធិបតី Donald Trump នៅតែមានទំនុកចិត្តខ្ពស់បំផុតចំពោះលោករដ្ឋមន្ត្រី Hegseth រលកកម្ដៅសង្គ្រាមនៅតំបន់អាស៊ីព្រឹត្តិការណ៍យោធាចំនួន3កើតឡើងនៅពេលតែមួយតៃវ៉ាន់ធ្វើសម្យុទ្ធទ័ពជើងគោកទប់ទល់ករណីសង្គ្រាមផ្ទុះចេញពីប្រទេសចិនកូរ៉េខាងជើងបាញ់មីស៊ីលបាល់ស្ទិករយៈចម្ងាយខ្លីបាញ់ចូលសមុទ្រគម្រាមសហរដ្ឋអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនសហរដ្ឋអាមេរិកធ្វើសម្យុទ្ធកងទ័ពដ្រូនជាលើកដំបូងនៅតំបន់សមុទ្រកូរ៉េខាងត្បូងខាងក្រោមនេះគឺជាសេចក្តីរាយការណ៍លម្អិតនៅព្រឹត្តិការណ៍ទាំង3ដែលកើតមាននៅពេលតែមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកពីដែនកោះតៃវ៉ាន់សេចក្តីរាយការណ៍មួយរបស់សារព័ត៌មានតៃវ៉ាន់ញូចុះផ្សាយថាទីបញ្ជាការកណ្ដាលទី4នៃដែនកោះតៃវ៉ាន់បានដាក់ពង្រាយកងទ័ពជើងគោកទៅកាន់តំបន់ស៊ីលៀងគូជាលើកដំបូងកាលពីថ្ងៃប្រហោះទី6សីហានេះដើម្បីបើកធ្វើសម្យុទ្ធទ័ពជើងគោកជាមួយនឹងកងកំភ្លើងធំផងដែរជាការធ្វើតេស្តសម្យុទ្ធតំបន់សមុទ្រវាជាសម្យុទ្ធ2ថ្ងៃជាប់គ្នាមកហើយដែលតាមទីបញ្ជាកណ្ដាលនៃកងទ័ពតៃវ៉ាន់ឲ្យដឹងថាបានបញ្ជូនកងទ័ពមានទាំងសព្វាវុធបំពាក់ដោយអាវុធធុនធ្ងន់ស្វ័យប្រវត្តិទៀតផងបញ្ជូនទៅធ្វើសម្យុទ្ធនៅកោះសៀងលីគូនេះសារព័ត៌មានតៃវ៉ាន់ញូចុះផ្សាយថាកងទ័ពកោះតៃវ៉ាន់បានបង្កើតភ្លាមនៅប៉ុស្តិ៍បញ្ជាការរបស់ខ្លួននៅលើកោះនេះហើយបានបើកការធ្វើសម្យុទ្ធនៅតំបន់ឆ្នេរកោះនេះទល់មុខទៅនឹងតំបន់មួយចំនួននៃកោះនៃប្រទេសចិនជាការសម្យុទ្ធកម្ដៅសាច់ដុំកងទ័ពកោះតៃវ៉ាន់ហើយក៏ជាការបង្ហាញសញ្ញាពីការដែលតៃវ៉ាន់ត្រៀមជាស្រេចដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនបើករណីសង្គ្រាមចិនហក់ចូលលុកលុយកោះតៃវ៉ាន់ក្នុងកលៈទេសៈណាមួយនោះទីបញ្ជាការកណ្ដាលរបស់កងទ័ពតៃវ៉ាន់បានបញ្ជាក់ទៀតថាកងទ័ពរបស់ពួកគេបានធ្វើសម្យុទ្ធមានសកម្មភាពយ៉ាងខ្លាំងនិងរុលចូលទីតាំងភាគីមកខាងទៀតយ៉ាងលឿនបំផុតជាមួយនឹងការវាយលុកដោយទ័ពថ្មើរជើងសម្យុទ្ធនេះក៏ពង្រឹងសមត្ថភាពខ្សែប្រយុទ្ធរបស់ខ្លួននៃការស្ថាបនាលានដ្ឋានភ្លាមៗនៅតំបន់ឆ្នេរដែលជារូបភាពមើលទៅកងទ័ពតៃវ៉ាន់បានត្រៀមរួចហើយនៅការការពារតំបន់ឆ្នេរសមុទ្រនៃកោះស៊ីលីគីដ៏ធំបំផុតរបស់ខ្លួននេះការបញ្ជូនកងទ័ពតៃវ៉ាន់ទៅធ្វើសម្យុទ្ធនៅលើកោះនេះគឺដឹកដោយម៉ារីននិងនាវាចម្បាំងរួមជាមួយផងដែរសារព័ត៌មាន Time Liberty បញ្ជាក់ថាក្រសួងការពារជាតិកោះតៃវ៉ាន់រួមនឹងកងកម្លាំងការពារដែនអាកាសនៃកោះតៃវ៉ាន់បានបញ្ជូនសារភ្លាមការធ្វើសម្យុទ្ធនេះថាខ្លួនពីបានពង្រឹងរួចហើយនៅសមត្ថភាពទាំងសមត្ថភាពទ័ពជើងគោកសមត្ថភាពទ័ពជើងទឹកនិងសមត្ថភាពដែនអាកាសប៉ុន្តែការធ្វើសម្យុទ្ធ2ថ្ងៃជាប់គ្នានេះគឺកោះតៃវ៉ាន់សម្ដៅលើការធ្វើសម្យុទ្ធបែបទ័ពជើងគោកដើម្បីវាយការពារដែនកោះរបស់ខ្លួនបើករណីសង្គ្រាមតៃវ៉ាន់និងចិនផ្ទុះឡើងនោះ
ទីបញ្ជាការកណ្ដាលរបស់កោះតៃវ៉ាន់ឲ្យដឹងទៀតថាការធ្វើសម្ពយុទ្ធនៅលើកោះជាងលីគីឌីសបានបើកផ្លូវឲ្យមានការត្រួតពិនិត្យធ្វើអធិការកិច្ចដោយអ្នកជំនាញយោធារបស់តៃវ៉ាន់ចូលរួមផងដែរការធ្វើសម្ពយុទ្ធនេះមានទាំងការធ្វើសម្ពយុទ្ធដោយការប្រតិបត្តិការយ៉ាងលឿនបំផុតនៃការចាប់យកខ្សែត្រៀមប្រយុទ្ធប៉ុន្តែការធ្វើសម្ពយុទ្ធថ្មីមួយទៀតរបស់ដែនកោះតៃវ៉ាន់នេះគឺជាសេណារីយ៉ូមួយដែលមើលទៅកោះតៃវ៉ាន់បានដឹងរួចស្រេចថាចិនតែងតែធ្វើសម្ពយុទ្ធគម្រាមកោះតៃវ៉ាន់ជាញឹកញាប់ប្រមាណសប្តាហ៍ចុងក្រោយនេះគឺជាការដែលចិនគម្រាមឲ្យកោះតៃវ៉ាន់ចុះចូលមុនសង្គ្រាមផ្ទុះឡើងប៉ុន្តែសម្រាប់កោះតៃវ៉ាន់ដែលមានខ្នងបង្អែកដ៏រឹងមាំគឺសហរដ្ឋអាមេរិកអត់បានដែលប្រកាសថាខ្លួនចុះចូលនឹងទីក្រុងប៉េកាំងម្ដងណានោះទីបើទោះជាតៃវ៉ាន់មានប្រជាជនជាង23លាននាក់មិនអាចប្រៀបធៀបជាមួយនឹងប្រជាជនចិន1400លាននាក់ក៏ដោយនោះប៉ុន្តែអ្វីដែលកោះតៃវ៉ាន់មានភាពខ្លាំងនឹងអំនួតនេះដោយសារតែគណៈបកដែលកំពុងកាន់អំណាចបច្ចុប្បន្ននៅលើដែនកោះតៃវ៉ាន់គណៈបករបស់ប្រធានាធិបតីឡៃជីនតេជាគណៈបកដែលសម្ដៅទៅរកការប្រកាសកោះតៃវ៉ាន់ឯករាជ្យជាគណៈបកដែលមិនទ្រនាប់ចិនម្ដងណាដូចទីគេសង្កេតឃើញមេដឹកនាំនៃគណៈបកចម្រើនប្រជាធិបតេយ្យជាលឿនជាគណៈបកទំនើបចុងក្រោយសង្គ្រាមស៊ីវិលឆ្នាំ1979នេះគណៈបកនេះបានបណ្ដោះមេដឹកនាំថ្នាក់ដឹកនាំអ្នកនយោបាយរបស់ខ្លួនឲ្យប្រកាន់យកនៅខ្សែបន្ទាត់នយោបាយសេរីនិយមប្រជាធិបតេយ្យមិនលំអៀងទៅរកកុម្មុយនីសនៃទីក្រុងប៉េកាំងនោះទីមានន័យថាមិនព្រមច្រកកោនក្រុមការគម្រាមកំហែងរបស់ទីក្រុងប៉េកាំងនោះទីតែសូមជម្រាបថាតៃវ៉ាន់បើទោះជាមានប្រជាជនជាង23លាននាក់ក៏ដោយនោះប៉ុន្តែតៃវ៉ាន់អត់បានក្លាយទៅជាប្រទេសនៅក្នុងដែនអធិបតេយ្យនៃអង្គការសហប្រជាជាតិនោះទីតៃវ៉ាន់អត់មានអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិនោះទីសាធារណរដ្ឋចិននៃដែនកោះតៃវ៉ាន់បានរបូតអាសនៈរបស់ខ្លួនទៅទីក្រុងប៉េកាំងកាលពីឆ្នាំ1971ដោយមហាសន្និបាតនៅពីនោះសម្រាប់ដណ្ដើមយកអាសនៈរបស់សាធារណរដ្ឋចិនដោយសម្លេងភាគច្រើនដែលក្នុងនោះក៏មានការសម្របសម្រួលពីសហរដ្ឋអាមេរិកផងដែរប៉ុន្តែនៅក្នុងឆ្នាំ1971នោះបើទោះបីសាធារណរដ្ឋចិននៅកោះតៃវ៉ាន់បច្ចុប្បន្ននេះរបូតអាសនៈក៏ដោយគឺអាជ្ញាធរកោះតៃវ៉ាន់បច្ចុប្បន្ននេះមានទម្រង់រចនាសម្ព័ន្ធដឹកនាំដូចនឹងប្រទេសមួយរួចទៅហើយមានក្រសួងការពារជាតិមានក្រសួងការបរទេសមានក្រសួងពាណិជ្ជកម្មមានអាជ្ញាធរដែនដីស្វ័យយ័តរបស់ខ្លួនយ៉ាងរឹងមាំប្រធានាធិបតីចិនស៊ីជីនភីងតែងតែគម្រាមកំហែងឲ្យដែនដីដែលមានប្រជាជនជាង23លាននាក់នេះឲ្យឆាប់ចុះចូលនឹងទីក្រុងប៉េកាំងជាងការផ្ទុះសង្គ្រាមលេបត្របាក់យ៉ាងលឿនបំផុតដោយទីក្រុងប៉េកាំងលោកស៊ីជីនភីងតែងតែបញ្ជាក់ថាបងប្អូននៅគ្នាមិនត្រូវធ្វើសង្គ្រាមនោះទីប៉ុន្តែបើភាពអត់ធ្មត់របស់ទីក្រុងប៉េកាំងអស់ទៅហើយវាមានតែលើកទ័ពចាប់យកកោះតៃវ៉ាន់ត្រឡប់មកវិញតែប៉ុណ្ណោះចិនប្រឆាំងដាច់ខាតអត់ឲ្យតៃវ៉ាន់ក្លាយជារដ្ឋឯករាជ្យបានដាច់ខាតប៉ុន្តែតាំងពីឆ្នាំ1949មកដល់ពេលនេះចិនអត់ដែលផ្ទុះសង្គ្រាមវាយលើកោះតៃវ៉ាន់ម្ដងណាដូចទីអ្នកប្រវត្តិសាស្ត្រកំពុងតែចោទសួរតើមូលហេតុអ្វីបានជាភ្លាមក្រោយពីសាធារណរដ្ឋចិនក្រឡាប់នៅឆ្នាំ1949ហេតុអីបានជាមេដឹកនាំចិនរាប់ទាំងមេដឹកនាំប្រវត្តិសាស្ត្រម៉ៅស៊ីនតុងហេតុអីបានជាមិនលើកទ័ពចូលវាយកាន់កាប់កោះតៃវ៉ាន់ភ្លាមនៅពីនោះនេះជាការកត់ត្រាមួយផងដែរដោយអ្នកប្រវត្តិសាស្ត្រពិភពលោកដោយមើលឃើញថាវាជាឱកាសចន្លោះប្រហោងមួយនៅពីនោះហើយនៅពីនេះការចង់លុកលុយកោះតៃវ៉ាន់លេបកោះតៃវ៉ាន់ត្រឡប់ចូលក្នុងទីក្រុងប៉េកាំងវិញគឺមិនស្រួលដូចទីកោះតៃវ៉ាន់មានអាវុធយុទ្ធភ័ណ្ឌទំនើបយ៉ាងខ្លាំងស្ទើរជាអាវុធរបស់សហរដ្ឋអាមេរិកមានទាំងយន្តហោះចម្បាំងមានទាំងមីស៊ីលបាល់ីស្ទិកបាញ់ដល់ទីក្រុងប៉េកាំងមានទាំងនាវាមុជទឹកនាវាចម្បាំងកំភ្លើងធំរ៉ុកែតហ៊ីម៉ាស់មីស៊ីលគ្រូសរាប់ពាន់ដើមបានដាក់ពង្រាយរួចរត់អស់ហើយចំណែកឯព្រឹត្តិការណ៍មួយទៀតដែលកើតនៅទន្ទឹមគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរនេះ
សេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន TRT World ចុះផ្សាយថាកងទ័ពម៉ារីនសហរដ្ឋអាមេរិកបានបើកធ្វើសម្យុទ្ធជាសម្យុទ្ធពិតនៃការប្រើប្រាស់យន្តហោះ drone ឬយន្តហោះគ្មានមនុស្សបើកដែលឲ្យហោះហើរនៅលើលំហអាកាសនៃឧបទ្វីបកូរ៉េជាការអនុវត្តនៃការហោះហើរបើកការវាយបរាទៅលើសត្រូវរបស់ខ្លួនវាជាសម្យុទ្ធមួយដែលគេថាកងទ័ពម៉ារីនសហរដ្ឋអាមេរិកបញ្ចេញយន្តហោះគ្មានមនុស្សបើករបស់ខ្លួនជាលើកដំបូងវឹកវើនេះគឺដើម្បីទទួលស្វាគមន៍ការមកដល់នៃការធ្វើសម្យុទ្ធទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយុទ្ធហັບចុះផ្សាយកាលពីថ្ងៃទី6សីហានេះសម្យុទ្ធនេះប្រព្រឹត្តទៅនៅតំបន់ពូតជាងវាស្ថិតនៅ30គីឡូម៉ែត្រពីតំបន់គ្មានកងទ័ពនៃដែនដីប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកងទ័ពម៉ារីនសហរដ្ឋអាមេរិកបានបើកធ្វើសម្យុទ្ធបង្ហោះdrone វាយប្រហារនៅលើតំបន់នៃឧបទ្វីបរបស់កូរ៉េខាងត្បូងដែលជាការធ្វើតេស្តលើកដំបូងនៃការហោះហើរdroneប្រយុទ្ធរបស់កងទ័ពម៉ារីនសហរដ្ឋអាមេរិកយោងតាមកងទ័ពម៉ារីនសហរដ្ឋអាមេរិកឲ្យដឹងថាការធ្វើសម្យុទ្ធនេះដើម្បីបង្ហាញអំពីសមត្ថភាពបច្ចេកទេសអាវុធអេឡិចត្រូនិករបស់ខ្លួនជាលើកដំបូងចាប់តាំងពីពិភពលោកផ្ទុះសង្គ្រាម drone រវាងរុស្ស៊ីនិងអ៊ុយក្រែនដែលធ្វើឲ្យប្រទេសជុំវិញពិភពលោកចាប់ផ្ដើមបង្កើតយន្តហោះdroneដែលយន្តហោះគ្មានមនុស្សបើកនេះបំពាក់ដោយអាវុធវាយប្រហារតែយ៉ាងណាការធ្វើសម្យុទ្ធរបស់កងទ័ពម៉ារីនដែលប្រើប្រាស់យន្តហោះdroneគ្មានមនុស្សបើកនេះក៏រួមជាមួយនឹងការចូលរួមសង្កេតការណ៍ដោយកងទ័ពកូរ៉េខាងត្បូងផងដែរនេះជាព្រឹត្តិការណ៍មួយថ្មីកើតឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជារលកនៃកម្ដៅសង្គ្រាមអាស៊ីព្រឹត្តិការណ៍រលកកម្ដៅសង្គ្រាមអាស៊ីមួយទៀតត្រូវបានចុះផ្សាយដោយសារព័ត៌មាននីតិភ្នាក់ងារសារព័ត៌មាន AP ចុះផ្សាយថាកូរ៉េខាងជើងបានបាញ់មីស៊ីល ballistic រយៈចម្ងាយខ្លីឆ្ពោះទៅសមុទ្រគឺការធ្វើសម្យុទ្ធនេះកាលពីថ្ងៃប្រទី6សីហានេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងហើយការធ្វើសម្យុទ្ធនេះមុនប្រមាណថ្ងៃប៉ុណ្ណោះដែរសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងត្រូវចាប់ធ្វើសម្យុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងប្រទេសទាំងពីរជាថ្មីម្ដងទៀតនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានប្រកាសថាមីស៊ីលដែលហោះទៅទម្លាក់ខ្លួននៅសមុទ្រកូរ៉េនោះគឺវាបាញ់ចេញពីភាគខាងកើតនៃឆ្នេរសមុទ្រកូរ៉េខាងជើងនៅតំបន់វុនសានហើយត្រូវបានគេចាប់សញ្ញាឃើញគឺបាញ់នៅម៉ោង5រសៀលនៃថ្ងៃប្រទី6សីហានេះនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានពន្យល់ទៀតថាកងទ័ពកូរ៉េខាងត្បូងបានឃ្លាំមើលដោយប្រុងប្រយ័ត្នបំផុតដោយសហការឃ្លាំមើលជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពជប៉ុនដែលកូរ៉េខាងជើងបាញ់មីស៊ីល ballistic រយៈចម្ងាយខ្លីបាញ់ចូលសមុទ្រកាលពីថ្ងៃទី6សីហានេះក្រសួងការពារជាតិជប៉ុននៅវិញក៏បានបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់មីស៊ីល ballistic ដែលមានសមត្ថភាពខ្លាំងប៉ុន្តែអត់បានប៉ះពាល់ដល់អធិបតេយ្យភាពនៃប្រទេសជប៉ុននោះទេកូរ៉េខាងជើងបានបាញ់មីស៊ីលជាញឹកញាប់មកហើយប៉ុន្តែនៅចុងខែមិថុនាកូរ៉េខាងជើងក៏បានបាញ់មីស៊ីល ballistic ទីជ្រឹងគ្រាប់ផងដែរហើយការបាញ់មីស៊ីល ballistic នេះក៏ឃ្លាំមើលដោយមេរណងដ៏កម្ពុជាបំផុតរបស់កូរ៉េខាងជើងគឹមចុងអ៊ុនពួកមន្ត្រីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ថាការបាញ់មីស៊ីល ballistic របស់កូរ៉េខាងជើងជាថ្មីម្ដងទៀតនេះវាអត់មានអីចម្លែកនោះទេប៉ុន្តែវាជាការដែលធ្វើឲ្យកម្ដៅនៃរលកតានតឹងនៅតំបន់ឧបទ្វីបកូរ៉េកើនឡើងបន្ថែមទៀតនៅពេលដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងតែច្របូកច្របល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ចេញនៅសេចក្តីសម្រេចរបស់ខ្លួនតាំងពីជិត20ឆ្នាំមកហើយហាមិនឲ្យកូរ៉េខាងជើងរត់គំរាមផ្ដាច់ការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយនិងបាញ់មីស៊ីលសាឡបងទៅលើតំបន់ណាមួយដែលបង្កហានិភ័យប្រទេសជិតខាងនោះទីជាពិសេសមិនឲ្យកូរ៉េខាងជើងបាញ់មីស៊ីលដែលបំពាក់ដោយក្បាលគ្រាប់នូក្លេអ៊ែរនោះទីតែយ៉ាងណាកូរ៉េខាងជើងបានបាញ់មីស៊ីលបំពាក់ដោយក្បាលគ្រាប់នូក្លេអ៊ែរម្ដងរួចទៅហើយកាលពីឆ្នាំ2012ជារួមទៅ
អ្នកសង្កេតការមើលឃើញថាព្រឹត្តិការណ៍ដែលកើតឡើង3ទីតាំងសំខាន់កាលពីថ្ងៃប្រហោះទី6សីហាដំណើរគ្នានេះកោះតៃវ៉ាន់ធ្វើសម្យុទ្ធទ័ពជើងគោកទប់ទល់ការគំរាមកំហែងពីសំណាក់ចិនកងទ័ពម៉ារីនសហរដ្ឋអាមេរិកធ្វើសម្យុទ្ធកងទ័ពដ្រូននៅលើលំហអាកាសឧបទ្វីបកូរ៉េនិងកូរ៉េខាងជើងបាញ់មីស៊ីលបាល់លីស្ទិកធ្លាក់ទៅតំបន់សមុទ្រស្តែជាព្រឹត្តិការណ៍ដំឡើងកម្ដៅរលកសង្គ្រាមដ៏គ្រោះថ្នាក់បំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអ្នកសង្កេតការខ្លះព្រមានថាពិភពលោកអាចនឹងជិះមិនរួចទេនៃការផ្ទុះសង្គ្រាមលោកលើកទី3ប្រសិនបើតៃវ៉ាន់និងចិនផ្ទុះសង្គ្រាមវាយប្រហារគ្នាជាពិសេសប្រសិនបើចិនមហាយៈដ៏ធំបំផុតលើកទ័ពរាប់ម៉ឺនសែននាក់លាបត្របាក់កោះតៃវ៉ាន់គឺពេលនោះតៃវ៉ាន់នឹងប្រើប្រាស់កម្លាំងឆ្លើយតបយ៉ាងលឿនបំផុតហើយចង់មិនចង់តៃវ៉ាន់ដែលជាសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាមេរិកក៏អាចនឹងហក់ជួយកោះតៃវ៉ាន់ខណៈដែលសហរដ្ឋអាមេរិកដាក់ពង្រាយយោធារបស់ខ្លួនកងទ័ពម៉ារីនរបស់ខ្លួននៅលើកោះមួយនៃប្រទេសហ្វីលីពីនជាប់នឹងកោះតៃវ៉ាន់រួចទៅហើយចំណែកឯប្រទេសជប៉ុននៅវិញប្រមានថាខ្លួននឹងជួយកោះតៃវ៉ាន់ព្រោះដើម្បីការពារដែនកោះរបស់ជប៉ុនដែលនៅក្បែរកោះតៃវ៉ាន់ចំមិនចង់ជប៉ុនអះអាងថាបើចិនហក់ធ្វើសង្គ្រាមវាយកាន់កាប់កោះតៃវ៉ាន់គឺកោះរបស់ជប៉ុនមួយចំនួនក្បែរកោះតៃវ៉ាន់ក៏នឹងធ្លាក់នៅក្នុងការលាបត្របាក់ដោយកងទ័ពចិនផងដែរកូរ៉េខាងជើងមហាមិត្តរបស់ចិននឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរដោយជាពម្រុចនោះទីព្រោះទីក្រុងព្យុងយ៉ាងនៅក្រោមការដឹកនាំរបស់គ្រួសារសន្តិវង្សគឹមចុងអ៊ុននេះតែងតែគម្រាមបញ្ឆេះសង្គ្រាមលោកដោយអាវុធនុយក្លេអ៊ែរកំទេចកូរ៉េខាងត្បូងកំទេចកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពប្រទេសជប៉ុនរបបនៅទីក្រុងព្យុងយ៉ាងតែងតែគម្រាមពិភពលោកថាបើកូរ៉េខាងជើងធ្លាក់នៅក្នុងអស្ថិរភាពសន្តិសុខត្រូវបានគម្រាមកំហែងបំផ្លាញដោយកូរ៉េខាងត្បូងដោយសហរដ្ឋអាមេរិកឬប្រទេសជប៉ុនវានឹងទាញទៅរកសង្គ្រាមឧបទ្វីបដ៏គ្រោះថ្នាក់បំផុតកូរ៉េខាងជើងហាងថាមីស៊ីលបាល់លីស្ទិក ICBM ដែលបំពាក់បានដោយក្បាលគ្រាប់នុយក្លេអ៊ែរនោះវានឹងបាញ់ភ្លាមចូលទីក្រុងស៊ីអ៊ូលបាញ់ភ្លាមចូលទីក្រុងតូក្យូនិងសម្ដៅទៅលើទីក្រុង Washington ទៀតផងកូរ៉េខាងជើងរដ្ឋកុម្មុយនីសផ្ដាច់ការអះអាងថាខ្លួនអាចធ្វើសង្គ្រាមជាមួយនឹង3ប្រទេសក៏បានផងដែរនៅជាមួយគ្នានេះទាំងនេះសុទ្ធតែជារលកនៃកម្ដៅសង្គ្រាមលោកលើកទី3